សួស្តីអ្នកនរគ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយហើយថ្ងៃនេះយើងនឹងទៅមើល feature ពិសេសមួយទៀតនៅក្នុងកម្មវិធី OxQC Structure ថ្ងៃមុនយើងបានមើលវីដេអូមួយពាក់ព័ន្ធជាមួយនឹង setting អញ្ចឹងថ្ងៃនេះយើងមកមើល feature ថ្មីមួយទៀត feature ហ្នឹងឈ្មោះ create database អញ្ចឹងនៅក្នុងកម្មវិធី OxQC Structure យើងមាន create code database មួយហើយ code database នោះយើងប្រើ Microsoft Access អញ្ចឹងអានោះវាជា local ទេតែប៉ុន្តែវាអត់មាន Xbox ស្មានច្រើនទេអាហ្នឹងយើងបង្កើតដើម្បីសម្រាប់ store data ជា backup អញ្ចឹងកុំឲ្យdata របស់យើងមានការបាត់បង់អញ្ចឹងណាអញ្ចឹងដើម្បី save ទិន្នន័យចូលទៅក្នុង database ខ្ញុំបានបង្កើត code មួយនៅក្នុងនេះអញ្ចឹងយើងគ្រាន់តែចុច Control S ទៅវានឹង save ទិន្នន័យទាំងអស់នេះនៅក្នុង sheet នេះទេតែនៅក្នុង sheet structure នេះទេគឺ save ចូលទៅក្នុងទិន្នន័យអញ្ចឹងជាមួយគ្នានឹងនៅក្នុង setting ក៏យើងមានបញ្ជាក់ពាក់ព័ន្ធជាមួយនឹងដែរនៅក្នុង setting យើងមានទិន្នន័យពាក់ព័ន្ធជាមួយ database ដែរតែចំពោះទិន្នន័យហ្នឹងយើងអាចកែបានទេយើងត្រូវប្រើប៊ូតុងមួយនេះ feature មួយនេះសម្រាប់ធ្វើការកែប្រែវិញអញ្ចឹង database ដែលនៅក្នុង project នេះគឺឈ្មោះ database ហើយយើងមាន password ហើយនឹង location អញ្ចឹងពេលយើង click លើនេះមកអញ្ចឹងយើងមានឈ្មោះ database ហើយនឹង password តោះមកខ្ញុំមាន database pass នេះអញ្ចឹងនៅពេលយើងបង្កើតហើយយើងអាចបើកបានអញ្ចឹងយើងវាយ password មកអូខេអញ្ចឹងយើងអាចបើកទៅលើទិន្នន័យនឹងបានអញ្ចឹងទិន្នន័យនេះជាទិន្នន័យ backup សម្រាប់ឲ្យយើងប្រើប្រាស់បានអញ្ចឹងជាដំបូងនៅពេលដែលឧទាហរណ៍ថាយើងបង្កើត project ថ្មីយើងអាច click លើកន្លែងហ្នឹងមកយើង set up database ថ្មីអញ្ចឹងសម្រាប់ database នោះយើងអាច send ទៅឲ្យគ្នាយើងឬក៏អីចឹងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតខ្ញុំដាក់ database មួយហើយខ្ញុំដាក់ password ទៅដែរចុះប៉ុន្តែខ្ញុំទៅ copy path folder ឧទាហរណ៍ថាពេលអញ្ចឹងទៅខ្ញុំនឹង copy location យកទៅយើងត្រូវ generate database សិនអញ្ចឹងណាអញ្ចឹងយើងផាសកន្លែងនេះមកតបមកយើងចុចកន្លែងនេះយើង generate អូខេអញ្ចឹងដល់ពេលយើងទៅមើលអានេះជារបៀបបង្កើត database អញ្ចឹងបន្ទាប់មកពេលយើងចូលទៅមើលយើងនឹងឃើញនៅក្នុង folder នោះយើងនឹងឃើញ database 1ជាមួយនឹង password ជាមួយនឹងឈ្មោះដែលយើងបានបង្កើតអញ្ចឹងបើសិនជានេះយើងត្រូវ activate វាសិនអញ្ចឹង database យើង activate ហើយអញ្ចឹងយើង close អញ្ចឹងយើងទៅមើល setting តើកម្មវិធីរបស់យើងបាន connect ទៅក្នុងកម្មវិធីconnect ទៅក្នុង database មួយណាអញ្ចឹងយើងចូលមកនេះវា database មួយនៅក្នុង file នេះអញ្ចឹងបើសិនជាយើងមើលនៅក្នុង database យើងគឺអត់មានអីទេអត់មានអីទាំងអស់នៅតែទេឡើយទេអញ្ចឹងដើម្បីភ្ជាប់ដើម្បីយក data ក្នុងករណីបើសិនជាយើងចង់លុប data នេះចោលយើងលុបចោលទៅអញ្ចឹងណាបន្ទាប់មកយើងធ្វើការការងារយើងវិចិត្រថ្មីហ្នឹងយើងធ្វើទៅតែក្នុងករណីដែលថាយើងចង់យកទិន្នន័យយកពីទិន្នន័យក្នុង spreadsheet នេះយកទៅក្នុង database នោះយើងគ្រាន់តែចុច control cell ទៅបានហើយតែក្នុងករណីនេះយើងត្រូវបិទ database នេះសិនណាអញ្ចឹងយើងបន្ទាប់ពីយើង save ហើយយើងអាចទៅមើលក្នុង file ហ្នឹងបានណាថាវាមានអត់អញ្ចឹងខ្ញុំចុចតាមនេះយើងបើកទៅលើតារាងយើងមកអូខេអានេះជាតារាងទិន្នន័យដែលយើងបាន save ទុកអញ្ចឹងដល់ពេលយើងអាចអញ្ចឹងទិន្នន័យរបស់យើងអត់បាត់ទៅនឹងទេអញ្ចឹងទោះកម្មវិធី Excel វា crash ក៏ដោយក៏ទិន្នន័យយើងគឺនៅក្នុងនេះនៅក្នុង database ដែរវាអត់មានការបាត់បង់ទេអញ្ចឹង
ចឹងសម្រាប់ database យើងមានតែប៉ុណ្្នឹងទេហើយនិយាយរួមទៅ database នេះវាតាមពិតទៅអត់សូវសំខាន់ប្រហែលទេប៉ុន្តែខ្ញុំចង់ធ្វើសម្រាប់feature មួយគឺ feature save and change ហ្នឹងណាដល់ពេលដែលយើងធ្វើឲ្យយើងទៅក្នុងករណីយើងចង់ cancel យើង cancel បានតែយើងគណនាដល់ថាយើងចង់លុបយើងលុប row 5.875ដល់ពេលយើងលុបហើយយើងចង់ cancel វិញអញ្ចឹងណាអញ្ចឹងយើងអាច cancel វិញបានពេលតំណែងហ្នឹងវានឹង load មកវិញអញ្ចឹងជៀសវាងនៅក្នុងការយើងលុបច្រឡំអញ្ចឹងវាល្អដែរចាំយើងជួបគ្នាវីដេអូក្រោយអរគុណ